ទីមួយពេលខ្ញុំឃើញកូនខ្ញុំស្លុតអាកន្លែងចឹងកោហើយពណ៌ធ្លាក់សាច់មកទាំងដុំបងអើយសពុតគេសាច់ជាប់នឹងសពុតរៀនតាមផ្លូវខ្ញុំសប្បាយមិនចេះខ្ញុំថាបើសិនជានិយាយទៅតែ1នាទី5នាទីអត់មានអ្នកនៅបងកូនខ្ញុំគឺអត់រស់ទេរបួសវិញបងឲ្យសោះសាច់ជាពិសេសកន្លែងផ្ពាល់នេះដាច់លឹកជាហើយជើងនិយាយពីឃើញកូនណាខ្ញុំស្រក់ទឹកភ្នែកបងនិយាយពីអាណិតកូនគ្នាស្រែកយំស្រែកធ្ងោម៉ាក់អើយជួយកូនផងហើយខ្ញុំនេះជាម្ដាយខ្ញុំចង់ឡើងចង់នេះមែនតើណាបងឡើងពូលដើមកូននិយាយឡើងចេញចាខ្ញុំសូមអរគុណទៅដល់លោកជំទាវអ៊ិចវិញស្រស់និងបងប្អូនដែលជួយឧបត្ថម្ភថវិកាព្យាបាលកូនរបស់នាងខ្ញុំសូមជូនពរឲ្យគាត់មានសុខភាពល្អរកស៊ីមានបានសូមអរគុណនិយាយដំបូងឡើងកូនខ្ញុំគាត់ទៅរៀនហើយរដងខ្ញុំជិះម៉ូតូជូនគាត់ទៅរៀនជូនទៅជូនមកប៉ុន្តែដល់ពេលហើយថ្ងៃហ្នឹងខ្ញុំមកឡើងធ្វើការខ្ញុំប្រហោយការងារខ្ញុំក៏កូនខ្ញុំនាំគ្នាពីអ្នកបងប្អូនហ្នឹងបដើគ្នាដើរមកទៅក៏ប៉ះជួបនឹងឆ្កែហ្នឹងតែខ្ញុំអត់បានឃើញរូបភាពដែលឆ្កែហ្នឹងខាំកូនខ្ញុំទេខ្ញុំបានឃើញទេឮតែម្ចាស់សំឡេងម្ចាស់គេនឹងស្រែកឲ្យជួយដល់ពេលខ្ញុំឮអញ្ចឹងខ្ញុំក៏ឲ្យប្តីខ្ញុំគាត់ជិះម៉ូតូមកបានចិត្តដល់ឆ្លងអូទៅដល់កន្លែងហ្នឹងក៏ឃើញបងប្រុសម្នាក់ហ្នឹងគាត់បីកូនខ្ញុំមកដោយកូនសភាពកូនខ្ញុំដូចឃើញនៅក្នុងរូបភាពហ្នឹងចាឆ្កែហ្នឹងខំនៅក្នុងបរិវេណផ្ទះរបស់គេឬក៏យ៉ាងម៉េចបងអត់ទេបងនៅម្ដុំចំការកស៊ូផ្ទះរបស់គាត់នៅខាងក្នុងដល់ឡែកពីចការកស៊ូហ្នឹងតែដោយសារតែនិយាយរួមទៅបើម្ចាស់គាត់អត់ចងបើម្ចាស់គាត់ចងទៅក៏អត់មានបញ្ហាអីដែរឥឡូវកូនបងជិះម៉ូតូពេលនេះគឺក្រុមគ្រូពេទ្យកំពុងតែត្រួតពិនិត្យនិងយកចិត្តទុកដាក់ក្នុងការព្យាបាលបងចាគេខ្នះខ្នែងដែរបងគេជួយខ្ញុំដែរបាទរបួសកន្លែងណាខ្លះបងដាក់អាចបញ្ជាក់បាននិយាយរបួសវិញបងឲ្យសោះសាច់ជាពិសេសកន្លែងផ្ពាល់នេះដាច់លឹកជាហើយជើងនិយាយពីឃើញកូនណាខ្ញុំស្រក់ទឹកភ្នែកបងនិយាយពីអាណិតកូនគ្នាស្រែកយំស្រែកធ្ងោម៉ាក់អើយជួយកូនផងហើយខ្ញុំនេះជាម្ដាយខ្ញុំចង់ឡើងចង់នេះមែនតើណាបងឡើងពូលដើមកូននិយាយឡើងចេញអាណិតកូនពេកគាត់ឈ្មោះអីអាយុប៉ុន្មានទេឈ្មោះឌីដានីនអាយុ4ឆ្នាំបង4ឆ្នាំចាទៅចូលរៀននេះទៅចូលរៀនបាន1ឆ្នាំហើយបងបានទទួលបានសរសើរឆ្នាំហ្នឹងឥឡូវជិះម៉ូតូពេលនេះម្ចាស់ឆ្កែគេមានដំណោះស្រាយជាមួយបងដែរអត់ម្ចាស់ឆ្កែហ្នឹងគាត់បានចូលខ្លួនដោះស្រាយដែរបងតែជាម្ចាស់សត្វទាំងអស់មេត្តាមានការប្រុងប្រយ័ត្នព្រោះអីអាយុជីវិតកូនរបស់គេគ្រប់គ្នាគឺមានតម្លៃណាស់ហើយខ្ញុំចង់ឲ្យគាត់ព្យាយាមឆ្កែដែលកាចហ្នឹងគាត់អាចវាដាក់ទ្រុងឬក៏គាត់ចងឃុំឃាំងក្នុងលបងរបស់គាត់ណាកុំឲ្យវាដើរពីការទោះបីជាចំការរបស់គាត់ក៏ដោយហេតុក្មេងគ្នាដឹងអីក៏គ្នាអាចទៅលេងទៅដើរលេងប៉ះទៅខំទៅទីមួយពេលខ្ញុំឃើញកូនខ្ញុំស្លុតអាកន្លែងចឹងកោហើយពណ៌ធ្លាក់សាច់មកទាំងដុំបងអើយសពុតគេសាច់ជាប់នឹងសពុតរៀនតាមផ្លូវខ្ញុំសប្បាយមិនចេះខ្ញុំថាបើសិនជានិយាយទៅតែ1នាទី5នាទីអត់មានអ្នកនៅបងកូនខ្ញុំគឺអត់រស់ទេខ្ញុំដឹងចឹងហ្មងសោះហើយខ្ញុំបីមកខ្ញុំគ្មានសង្ឃឹមអីបន្តិចតែនេះសំណាងល្អម្ចាស់ឆ្កែគាត់ឃើញតន់ចាម្ចាស់ឆ្កែគាត់ឃើញទៅគាត់ជួយគាត់វាយមិនឈ្នះព្រោះឆ្កែវាច្រើនណាបងឥឡូវម្ចាស់ឆ្កែគាត់មិនចង់អញ្ចឹងដែរគាត់ចូលខ្លួនដល់ស្រ័យហើយចាគាត់ចូលហើយគាត់ក៏យកករណីនេះជាមេរៀនហើយគាត់ក៏ប្រុងប្រយ័ត្នឬថាគាត់នឹងចង់ឆ្កែដាក់ធុងដាក់អីអាញាធរក៏បានធ្វើកិច្ចសន្យាណែនាំគាត់បាទហើយអស់ហើយគាត់ក៏បានចូលខ្លួនដល់ស្រ័យជាមួយបងដែរបាទឲ្យសងសំណងក៏ដូចជាចេញថ្លៃការព្យាបាលអីចឹងទៅបាទអានឹងទៅឲ្យពួកគាត់ដោះស្រាយគ្នាតាមនីតិវិធីទៅបងប្អូនហើយនេះខ្ញុំមកផ្សាយនេះគឺខ្ញុំមិនមែនមកទៅផ្សាយទេគឺខ្ញុំបាននាំទៅថវិការបស់លោកជំទាវអេកសីស្រស់ក៏ដូចជាបងប្អូនយើងមួយចំនួនដែលគាត់បានជួយតាមរយៈខ្ញុំហ្នឹងមកបកគោជូនបងបាទហើយថវិកាខ្ញុំបកគោជូនបងហើយមុនហ្នឹងព្រោះខ្ញុំបកគោខ្ញុំទៅបកគោជូនគាត់នៅក្នុងប៉ែទៅបងប្អូនប៉ុន្តែនៅក្នុងប៉ែហ្នឹងគេអត់ឲ្យយើងធ្វើវីដេអូទេមិនមែនគេហាមទេប៉ុន្តែយើងគោរពសិទ្ធិគេបាទបានត្រឹមថតនៅរូបភាពអីចឹងទៅហើយថវិកានេះគឺចំនួន1លានជាងនេះគឺខ្ញុំបានបកគោជូនគាត់ដោយស្នាមញញើមក៏ដូចជាក្តីអាណិតពីលោកជំទាវអេកសីសោះដូចជាបងប្អូនយើងមួយចំនួនដែលប្រកាសជួយតាមរយៈខ្ញុំបងមានអរគុណទៅកាន់លោកជំទាវអេកសីសោះនិងបងប្អូនទេបងចាខ្ញុំសូមអរគុណទៅដល់លោកជំទាវអេកសីស្រស់និងបងប្អូនដែលជួយឧបត្ថម្ភថវិកាព្យាបាលកូនរបស់នាងខ្ញុំសូមជូនពរឲ្យគាត់មានសុខភាពល្អរកស៊ីមានបានសូមអរគុណបាទ
បងប្អូននៅពេលនេះគឺពាក់ព័ន្ធនឹងបញ្ហានេះខ្ញុំបានតែមើលកូនរបស់គាត់មិញនេះគឺបងអូនស្រីមិញគឺបានពេទ្យលៀងរបួសបាទហើយគាត់ដូចជាមានសមត្ថភាពមិនស្ថិតក្នុងស្ថានភាពព្រួតថ្នាក់ធ្ងន់ធ្ងរគឺគាត់មានសមត្ថភាពដោយក្រុមគ្រូពេទ្យយកចិត្តទុកដាក់ខ្លាំងមែនតែម្ដងហើយក្រុមគ្រូពេទ្យកំពុងតែយកចិត្តដាក់ត្រួតពិនិត្យបន្ថែមទៀតបាទត្រួតបន្ថែមទៀតបើសិនជាមានអាការៈណាមួយនឹងបញ្ជូនទៅកាន់ទីក្រុងភ្នំពេញបាទរាជធានីភ្នំពេញដើម្បីឲ្យពេទ្យជំនាញព្យាបាលបន្ថែមទៀតហើយទោះបីជាយ៉ាងណាម្ចាស់ឆ្កែគាត់នឹងយកចិត្តទុកដាក់ក្នុងការធ្វើម៉េចព្យាយាមជួយសង្គ្រោះក្មេងស្រីបាទទាំងអាជ្ញាធរខេត្តកោះកុងក៏ដូចជាម្ចាស់ឆ្កែក៏ដូចជាអាណាព្យាបាលក៏ដូចជាបងប្អូនយើងដែលគាត់ចូលរួមជួយហ្នឹងគឺយកចិត្តទុកដាក់ក្នុងការជួយប្អូនស្រីដែលជាកូនរបស់បងបាទហើយនេះជាមេរៀនមួយសម្រាប់បងហើយក៏ជាមេរៀនមួយសម្រាប់អ្នកដែលជួយចិត្តស្រឡាញ់ឆ្កែដែលជាម្ចាស់ឆ្កែថ្ងៃក្រោយបងឃើញកូនទុយទុយកុំបណ្ដោយគាត់ដើរតាមមុខផ្ទះតាមផ្លូវពេលខ្លះវាគ្រោះថ្នាក់មើលឃើញឥឡូវដូចគ្រោះថ្នាក់នេះចឹងនេះគ្រោះថ្នាក់នេះគឺឆ្កែខាំហើយដូចគាត់ទុយគាត់ដើរពេលខ្លះគាត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នក៏អាចគ្រោះថ្នាក់ដែរអញ្ចឹងបងអញ្ចឹងយើងប្រុងប្រយ័ត្នដូចជាអាណាព្យាបាលហើយអ្នកចិញ្ចឹមឆ្កែក៏ចឹងដែរពេលខ្លះយើងឃើញឥឡូវជាមេរៀនមួយក្នុងករណីហ្នឹងយើងចិញ្ចឹមឆ្កែយើងកាចបើយើងខ្វះការចូលចិត្តទុកដាក់យើងខ្វះការប្រុងប្រយ័ត្នយើងអត់ចងអត់អីអាចទៅខំគេពេញកាលអញ្ចឹងអានេះសំណាងឲ្យតែក្មួយស្រីគាត់អត់អីតែបើសិនជាក្មួយស្រីគាត់បាត់បង់ជីវិតម្ចាស់ឆ្កែមានទោសណាបាទហ្នឹងវាអញ្ចឹងសិតតែជាមេរៀនបាទអញ្ចឹងអ្នកដែលចូលចិត្តស្រឡាញ់ឆ្កែក៏ត្រូវប្រុងប្រយ័ត្នថ្ងៃក្រោយហើយអាណាព្យាបាលមានកូនតូចៗគាត់ដើរក៏ជាមេរៀនដែរគ្រោះថ្នាក់គ្រប់ពេលវេលាមិនថាឥឡូវឆ្កែទៅខាងខំទេចុះបើគាត់តូចគាត់តែឃើញប្រឡោះអីគាត់ឡានគេមកដល់គាត់ឆ្លងផ្លូវមិនគ្រោះថ្នាក់ដែរបងស្រីអាហ្នឹងវាអញ្ចឹងសិតតែជាបញ្ហាយើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាហើយពាក់ព័ន្ធករណីនេះគាត់ដោះស្រាយគ្នាហើយអាជ្ញាធរក៏គាត់យកចិត្តទុកដាក់ក្នុងការឲ្យពួកគាត់សម្របសម្រួលគ្នាដើម្បីសន្តិវិធីបាទអញ្ចឹងអរគុណណាស់បងប្អូនពាក់ព័ន្ធនឹងការផ្សាយនេះយើងសូមលំអរជូនប៉ុណ្ណេះ